ទេសចិននិងថៃនឹងរួមគ្នាធ្វើសំយុទ្ធទ័ពអាកាសធំបំផុតមួយឈ្មោះ Falcon Strike ប្រចាំឆ្នាំ2025ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសថៃចាប់ពីពាក់កណ្ដាលខែកញ្ញារហូតដល់ដំណាច់ខែកញ្ញាឆ្នាំ2025នេះបើយោងទៅតាមសារព័ត៌មាន Global Times សារព័ត៌មានដដែលបានចេញផ្សាយនៅថ្ងៃទី15ខែកញ្ញាឆ្នាំឆយចិនធ្វើបានវិញនៅសុកទៅសមយុទ្ធយន្តហោះចម្បាំងណានៃមួយថៃស្គយអញ្ចឹងទៅហើយដូចរត់ចោលឯងដូចនេះអីដោយមានខ្វាយខ្វល់ពីទឹកចិត្តបងប្អូនធေါ်សោះហ្មងចប់ប្រយធ្វើចឹងអាគេពងអាប្លន់ដីមិត្តភ័ក្ដិឯងបងប្អូនឯងនេះលេងទៅធ្វើសមយុទ្ធយន្តហោះចម្បាំងពង្រឹងដែនអាកាសជាមួយគេណានៃនោះឆ្កុយវិញក៏ទៅអីចិនធ្វើបានពូសៀង2025ថាចិននឹងបញ្ជូនយន្តហោះចម្បាំង J-10C របស់ខ្លួនជាច្រើនគ្រឿងទៅសាកកម្លាំងជាមួយនឹងយន្តហោះ Gripen CD ដែលថៃទិញពីស៊ុយអែតនិងជាយន្តហោះដែលថៃយកពីប្រហារលើកម្ពុជាក្នុងសប្តាហ៍យន្តហោះទិញពីស៊ុយអែតហ្នឹងដែលមកវាយប្រហារនៅលើកម្ពុជាយើងកាលពីខែមុនចុយមកសមយុទ្ធ J-10C មួយយន្តហោះស៊ុយអែតមកវាយឯងថ្ងៃមុនធ្វើបានណាយុទ្ធនេះប្រទេសទាំងពីរត្រៀមយន្តហោះគ្រប់គ្រងការប្រយុទ្ធពីលើអាកាសជាច្រើនគ្រឿងទៀតអមដោយគ្រឿងចាក់ធ្វើសង្គ្រាមនៅលើដីដើម្បីសម្រួលបច្ចេកទេសនិងពង្រឹងយុទ្ធសាស្ត្រនៅក្នុងសមរភូមិជាក់ស្ដែងយកតាមទៅពង្រឹងយុទ្ធសាស្ត្រទៅពង្រឹងដែនអាកាសជាមួយនឹងគេអីល្អមកគេវិញតែសែនឌីប្លូម៉ាតសំយុទ្ធ Falcon Strike រវាងចិននិងថៃបានចាប់ផ្ដើមដំបូងនៅឆ្នាំ2015សំយុទ្ធនៅឆ្នាំ2025គឺជាលើកទី7ហើយការប្រយុទ្ធសាកកម្លាំងលើកនេះនឹងផ្ដោតទៅលើឆ្នាំ2025នឹងការរួមបញ្ចូលបច្ចេកទេសប្រយុទ្ធពីបញ្ជាការរួមនេះបើយោងទៅតាមសារព័ត៌មានស៊ីនហួរប៉ុន្តែពេលវេលានៃសំយុទ្ធឆ្នាំនេះហាក់មានភាពរសើបបច្ចុប្បន្នប្រទេសថៃកំពុងជាប់ក្នុងចំនួនព្រំដែនដ៏តានតឹងជាមួយកម្ពុជាថៃវាយប្រហារកម្ពុជាដោយយន្តហោះចម្បាំងនិងដ្រូនគ្រប់ប្រភេទក្រោយបាត់ឈប់បាញ់កម្ពុជាបានតវ៉ារឿងនេះបន្លាយលួចគាត់យកដីផ្ទះរបស់ពលរដ្ឋខ្មែរពីភាគីថៃខណៈដែលថៃបន្តឃុំខ្លួនទាហានរបស់កម្ពុជាទាំង18នាក់យោងតាម Global Times ក្រសួងការពារជាតិចិនបានអះអាងថាសំយុទ្ធនេះនឹងជួយលើកកម្ពស់សមត្ថភាពបច្ចេកទេសនិងយុទ្ធសាស្ត្ររបស់កងទ័ពពង្រឹងទំនុកចិត្តទ្វេភាគីនិងសម្រួលកិច្ចសហពង្រឹងសមត្ថភាពលើកកម្ពស់ទឹកចិត្តកងទ័ពអូនៅស្អីគេខ្លះនេះចុយអើទៅជួយខាងគេណានេះឆ្កុយវាក៏ដល់បាត់ដៃខ្នងអញូលេងបាត់ដៃខ្នងអញូចិនណាអន់ចុយប្រតិបត្តិការជាក់ស្ដែងរវាងយោធានៃប្រទេសទាំងពីរប្រទេសថៃមិនទាន់មានប្រតិកម្មអ្វីចំពោះការត្រៀមបង្ហាញសាច់ដុំនេះនៅឡើយទេក៏ប៉ុន្តែនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំយោធាចិនកាលពីពាក់កណ្ដាលឆ្នាំ2025មន្ត្រីថៃបាននិយាយថាពួកគេត្រៀមខ្លួនជាស្រេចនៅក្នុងការសហការជាមួយចិនលើបញ្ហាសន្តិសុខក្នុងតំបន់ការហ្វឹកហាត់រួមគ្នានិងកិច្ចការពហុភាគីប្រទេសចិននិងថៃនឹងរួមគ្នាចុយនៅសុកចិនហើយថៃទៅសមយុទ្ធយន្តហោះមួយគ្នាណានឹងឆ្កុយពាក់តារាខែកញ្ញានឹងខែ9នឹងហើយឯងនេះសៀងយើងនេះមានបានមកគេជួយវឹកហាត់វឹកខួយអីគេសោះតែចិនហ្នឹងបងប្អូនល្អមួយយើងឥឡូវវាទៅជួយខាងគេទៅវឹកហាត់មួយគេគូណាពុំមានចំនួនយ៉ាងគូណាបើថាធ្លាប់វឹកហាត់មួយគ្នាក៏គួរលើកទៅឆ្នាំក្រោយឬអីទៅក៏វាល្អដែរមើលមុខគ្នាត្រង់ដែរយើងបងប្អូនល្អហើយអាបងប្អូនពុំមានទុកចឹងហើយឥឡូវមកឯងណាសមយុទ្ធសមយួយស្អីទេចិននេះមែនណាអបអាណាយកធ្វើគ្នាវាមិនកើតមែនណាថុកក៏ដោយខ្លួនទីពឹងខ្លួនអញ្ចឹងមិនថាតែយើងមិនខ្លាំងគេរត់ចោលយើងអញ្ចឹងឃើញហ្នឹងមានអីយើងធ្វើឲ្យខ្លួនឯងរឹងមាំខ្លាំងថោកទៀតចុយសៀង